But សួស្តីអ្នកនរគ្នាថ្ងៃនេះមកនិយាយតាក់ទងជាមួយនឹងការកំណត់កម្ដៅហើយនៅសំណើមសម្រាប់ទូភ្ញាស់ឡើងស្នោធ្វើមិនឲ្យញាស់ល្អការកំណត់កម្ដៅហើយនឹងសំណើមសម្រាប់ទូភ្ញាស់ឡើងស្នោរបស់ខ្ញុំនេះដែរអាចភ្ញាស់ទៅលើមាន់ហើយនឹងកងានក៏ញាស់ដែរខ្ញុំដាក់ភ្ញាស់ទៅឃើញថាញាស់ល្អទូភ្ញាស់ឡើងស្នោនេះដែរខ្ញុំប្រើជាប្រភេទដុំអូតូ STC 3028អញ្ចឹងវាអូតូទាំងសំណើមហើយនឹងកណ្ដៅមកជួរពីរលើហ្នឹងអាហ្នឹងយើងអាចសេរីតាក់ទងជាមួយនឹងកម្ដៅខ្ញុំយកទាបបំផុតយក37អញ្ចឹងកម្ដៅដល់សីតុណ្ហភាព37ហ្នឹងពូចាប់ផ្ដើមដំណើរការភ្លឺឡើងវិញហើយកម្ដៅខ្ពស់បំផុតខ្ញុំយក37.5នៅពេលសីតុណ្ហភាពដល់37.5វាចាប់ផ្ដើមលុតហើយតាក់ទងមួយសំណើមខ្ញុំយកទាបបំផុតត្រឹម65ពេលដែលសំណើមធ្លាក់ដល់65អាហ្នឹងកង្ហារវាយសំណើមចាប់ផ្ដើមដំណើរការហើយនៅសំណើមដែលខ្ពស់បំផុតខ្ញុំយកត្រឹម68អញ្ចឹងវាដំណើរការចាប់ពី65ដល់68អញ្ចឹងហាល់លេងដំណើរការលុតនៅ68តាក់ទងជាមួយនឹងការសេតកម្ដៅហើយសំណើមដូចដែលខ្ញុំបង្ហាញនេះខ្ញុំភ្ញាស់ទៅលើមាន់ហើយនឹងកងានឃើញថាញាស់ល្អហើយទូនេះវាអត់អូតូឯលក្ខណៈ V ដៃអញ្ចឹងមួយថ្ងៃខ្ញុំបំផិលពងវា3ដងផឹកថ្ងៃនិងល្ងាចហើយទីតាំងដែលដាក់ទូភ្ញាស់ដើម្បីឲ្យមាន់ញាស់ល្អយើងត្រូវទីតាំងដែលត្រជាក់ហើយនឹងខ្យល់បរិយាកាសខ្យល់ចេញចូលល្អហើយទូយើងលក្ខណៈបំផិលដៃចេះអត់អូតូចេះអានឹងពងមាន់ពងទាឬក៏ពងកងានអីដល់យើងគូសស្វើតស្នាមដើម្បីឲ្យយើងបំផិលទៅវាសប់ល្អយើងដឹងថាពងមួយណាដែលយើងពវល់ហើយមិនទាន់ពវល់ហើយយើងកត់ចំនួនថ្ងៃឲ្យច្បាស់លាស់ព្រោះពងមាន់ចំនួនថ្ងៃវាញាស់21ថ្ងៃអញ្ចឹងហើយយើងដាក់ទៅគ្រប់21ថ្ងៃវាញាស់ហើយនេះពងមាន់វាដល់អាយុ21ថ្ងៃអញ្ចឹងវាចាប់ផ្ដើមញាស់ប្រើហើយនៅពេលមាន់ញាស់បានមួយថ្ងៃខ្ញុំយកចេញមកក្រៅដាក់ទូស្អំនៅខាងក្រៅយើងមានធុងយើងបិទបាំងវាចិត្តហើយយើងដាក់អំពូលកម្ដៅមួយទៅស្អំវាទៅលាយអាមុខហើយនឹងវីតាមីនឲ្យវាផឹកទៅតែប៉ុណ្្នឹងកូនមាន់យើងរស់សុខភាពល្អយើងចាំមាន់លក្ខណៈគ្រួសារមេធំ10ជាងអីយើងអាចធ្វើជាទូភ្ញាស់មួយឬក៏ទិញជាទូភ្ញាស់គេធ្វើឲ្យស្រាប់ប្រហែលតែបើយើងចេះធ្វើយើងអាចកំងឲ្យវ៉ាន់ធ្វើទៅអស់ខ្ទង់ជា$30អីបានទូភ្ញាស់មួយហើយពេលណាដែលយើងមានទូភ្ញាស់យើងងាយស្រួលក្នុងការចិញ្ចឹមដោយសារតែយើងអាចកំណត់ក្នុងការភ្ញាស់កូនមាន់យើងបានព្រោះថាយើងចង់បានកូន100ឬក៏50ក្បាលអញ្ចឹងយើងអាចកំណត់ដាក់ភ្ញាស់ពេលណាដែលមាន់ញាស់សើគ្នា100ឬក៏50ក្បាលអញ្ចឹងយើងសនុកក្នុងការធ្វើវ៉ាក់សាំងតាមវគ្គវាមាន់ពេលដែលយើងវាមានវគ្គវាអញ្ចឹង50ឬក៏100ដែលយើងកំណត់ថាយើងភ្ញាស់អញ្ចឹងវាងាយស្រួលក្នុងការយើងទិញវ៉ាក់សាំងយើងមកប្រើហើយបើយើងបានប្រើវ៉ាក់សាំងដិតដល់គ្រប់គ្រាន់ហ្នឹងមាន់យើងសុខភាពល្អតាមនឹងដែរតែបើយើងអត់មានទូភ្ញាស់សម្រាប់ប្រើទេមាន់វាញាស់រៀងតេតតូចតិចហើយវាពិបាកក្នុងការយើងគ្រប់គ្រងធុងច្រើនដើម្បីដាក់ព្រោះមាន់វាធំមុនក្រោយវាធំអត់តន់គ្នាអញ្ចឹងតាមសបុកហ្នឹងដូចមាន់ខ្ញុំនេះអីខ្ញុំភ្ញាស់តាមវគ្គមកវគ្គនេះខ្ទង់ជា60មាន់ជាងយ៉ាងបើធុងខ្ញុំរៀងទូចខ្ញុំមកអត់ដាក់ច្រើននេះខ្ញុំដាក់តាមតម្រូវធុងខ្ញុំ
hay mòn phây A10 nó tung chia mà phây ba chia chẳng những ai ở cầm nọt tại chân luôn mòn này dương trọng bàn hay viên nhây xuống nó ca dương phờ bạ sáng hồ của vợ sáng với miền chân luôn gần nọt tiếp pi chặt pi ha sọc có báo từ mà rời cho ba chẳng ដូចជាកងានខ្ញុំនេះអីមានថាមេមួយហើយនឹងឈ្មោះមួយទេតែខ្ញុំយកពងវាមកភ្ញាស់តាមការសេតកម្ដៅហើយនឹងសំណើមខ្ញុំនឹងទៅឃើញថាញាស់ល្អពងដាក់ទៅញាស់ដាក់ទៅញាស់ពងខ្ទង់22គ្រាប់23គ្រាប់ហើយលើញាស់បានកងាន21កូនហ្នឹងចឹងវាបានកងានច្រើនណាស់ liền mai à